ថ្មីៗហ្នឹងគឺខ្ញុំឃើញមាន YouTuber បរទេសម្នាក់ដែលគាត់ចេញមកនិយាយតាក់ទងទៅនឹង sponsor scam ឬក៏ជាការបោកបញ្ឆោតមួយដែលគេចង់លួច channel YouTube របស់គាត់ប៉ុន្តែគាត់ក៏ដឹងហើយក៏គាត់បានធ្វើវីដេអូហ្នឹងឡើងដើម្បីចែកជូនទៅកាន់ audience របស់គាត់ផ្ទាល់អីដែលធ្វើឲ្យរឿងហ្នឹងគឺយើងលើកយកមកនិយាយនិងវាចាប់អារម្មណ៍គឺដោយសារតែ scammer គឺបានប្រើឈ្មោះ Infludo ហើយយើងក៏អរគុណទៅខាងគាត់ដែរនៅពេលដែលគាត់បញ្យល់ explain ហ្នឹងគាត់ក៏និយាយថា Infludo scam ហ្នឹងគឺអត់មានពាក់ព័ន្ធអីជាមួយនឹង infludo.com យើងទេមួយ .world មួយ .com ហើយនៅក្នុងករណីនេះខ្ញុំអាចនិយាយថា infludo.world ហ្នឹងគឺគាត់បាន clone អា model business របស់យើងហើយទាំងការស្គាល់យើងតិចតួចដូច email អីក៏គាត់ដាក់ស្រៀងយើងដែរហើយគាត់ទៅ scam influencer បរទេសអញ្ចឹងមុនអ្នកទាំងអស់គ្នាទទួលបាន email ឬក៏អីក៏ដោយគឺព្យាយាម check ឲ្យច្បាស់ពួកយើងជា platform មួយដែលអត់មានទាមទារ password Google អ្នកទាំងអស់គ្នាទេខ្ញុំនឹងនិយាយរឿងនេះរៀងច្បាស់តិចដោយសារតែមានអ្នកខ្លះគឺគាត់យល់ច្រឡំថា Infludo យើងគឺ scam ហើយចំពោះវីដេអូដែលគាត់បកស្រាយហ្នឹងខ្ញុំនឹងដាក់ link នៅខាងក្រោម description មកអញ្ចឹងខ្ញុំនិយាយសង្ខេបតិចតាក់ទងទៅនឹងវីដេអូហ្នឹងព្រោះហ្នឹងគឺចាប់ផ្ដើមនៅពេលដែល YouTuber ម្នាក់ហ្នឹងគាត់ទទួលបាន email មកពីមនុស្សម្នាក់ដែលគាត់និយាយថាគាត់តំណាងឲ្យ brand VPN មួយហើយចង់ដាក់ sponsor ទៅកាន់ channel YouTube គាត់តម្លៃដែលគេផ្ដល់ឲ្យគឺខ្ទង់ពី$300ទៅ$500ដែលឲ្យដូចប្រភេទ shout out ad ចឹងពី30វិនាទីទៅ60វិនាទីហើយក៏អត់មានលក្ខខណ្ឌស៊ីជម្រៅនិយាយគ្នាដែរអត់មានសួរតាក់ទងទៅនឹងទិន្នន័យ channel ឬក៏ provide អីផ្សេងទេអីដែលសំខាន់គឺចង់ឲ្យម្ចាស់ channel ហ្នឹងគឺ accept deal តែប៉ុណ្ណឹងដែលវាជា trick មួយដែល scammer គឺគេតែងតែធ្វើគឺគេឲ្យតម្លៃខ្លួនថ្លៃដើម្បីឲ្យខាង channel ហ្នឹងគឺគាត់ងាយយល់ព្រមលឿនហើយឲ្យ content creator ម្នាក់ហ្នឹងគាត់រំភើបហើយគាត់ភ្លេចការប្រុងប្រយ័ត្នបន្ទាប់មកនៅពេលដែលជែកគ្នាយូរទៅខាង scammer ហ្នឹងគាត់ក៏ផ្ញើ link មកដែលជា link website ចង់ឲ្យខាង creator ម្នាក់ហ្នឹងគឺគាត់ចូលទៅ verify ដើម្បីយក campaign ហ្នឹងមកធ្វើហើយនៅពេលដែល creator ម្នាក់ហ្នឹងគាត់ចុះឈ្មោះគាត់ក៏ឲ្យ verify មកតង់ទៀតជា Google login ឲ្យគាត់វាយ email ហើយ password ចូលកន្លែងហ្នឹងឲ្យវា scam ហើយ website គឺរៀបចំដូចទៅនឹង model យើងចឹងជា influencer marketplace មួយដែលមាន logo ហើយមានក្រុមហ៊ុនធំៗនៅក្នុងហ្នឹងប៉ុន្តែក្រុមហ៊ុនធំៗហ្នឹងវាធំជ្រុលទៀតហ្នឹងមួយផ្សេងទៀត link របស់ Google ហ្នឹងមិនមែនជា link ចេញមកពី Google domain ផ្ទាល់ទេវាគ្រាន់ជា page មួយដែលគេ build ឡើងវាស្តៀងទៅនឹង Google ហើយគេដាក់មកដើម្បី phishing យក email password យើងតែចំពោះ model យើងវិញបានន័យថាបើសិនជាទាំងអស់គ្នា register ទាំងអស់គ្នាប្រើតែ email ហើយដាក់ password ផ្ទាល់ខ្លួនយើងមានថែមទាំង two factor ដើម្បីការពារបងប្អូនទៀតហើយចំពោះ channel ដែលយើងដាក់នៅលើ profile ហ្នឹងគឺយើងប្រើ URL ទាំងអស់គ្នាគ្រាន់តែ pass link channel ហ្នឹងទៅហើយវាយ follower bot យើងគឺចាប់មកហើយដូចជា content creator ផ្សេងៗទៀតដែលគាត់គឺជា influencer នៅក្នុងស្រុកខ្មែរឬក៏ជា content creator ហ្នឹងយើងក៏ប្រើ auto bot មួយដែល invite ឲ្យគាត់មកតេស្តប៉ុន្តែគឺអត់មានបញ្ហាទេបានន័យថារាល់ deal ទាំងអស់តលតែមាន email ពីខាងយើងទៅហើយមាន gig order នៅលើ website យើងដោយសារយើងប្រើប្រព័ន្ធ escrow មួយដែលការពារលុយទាំងអស់ហើយណាមួយយើងអត់ទាន់ blow up យើងអត់ទាន់ល្បីអីទេជាក់ស្ដែងគឺយើងនឹង support chat ទៅគាត់ជាក់ស្ដែងដើម្បីដោះស្រាយបញ្ហាដែលគាត់កំពុងជួបប្រទះនៅក្នុងការប្រើប្រាស់ platform យើងដោយសារយើងថ្មីថ្មោងទេចំណុចផ្សេងទៀតដូចជាការ listing gig ដែលទាំងអស់គ្នាបានឃើញនៅលើ website ហ្នឹង gig ទាំងអស់ហ្នឹងគឺយើងសុទ្ធតែតាក់ទងទៅគាត់ហើយនិយាយសួរចរតម្លៃហើយទើបយើងបានដាក់នៅលើ platform ព្រោះអ្នកផ្សេងទៀតដែលយើងប្រើ bot auto invite ទៅកាន់គាត់ដើម្បីចូលមកតេស្តហ្នឹងគឺអត់មានប៉ះពាល់អីទេគ្រាន់មាន link social media ដែល public គាត់នៅលើហ្នឹងដូចជា email ដែលគាត់ប្រើតិចតួចប៉ុន្តែយើងអត់មានយករបស់ទាំងហ្នឹងទៅធ្វើនៅក្នុងករណីខុសច្បាប់ទេអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាយល់មុននឹងមើល email ឬក៏ download file ផ្សេងៗចេញមកពី email ទាំងអស់ហ្នឹងគឺមើលប្រភពឲ្យច្បាស់កុំ log in ជាមួយនឹង Google account ហើយវាយ password Google account ចូលទៅក្នុងហ្នឹងពិនិត្យ domain យើងគឺ .com ខាង scammer ហ្នឹងគឺ .world ហើយបើសិនជាមាន client ដែលតាក់ទងទាំងអស់គ្នាមែនគឺទាំងអស់គ្នាមើលនៅលើ website យើងបើសិនជាមាន brand ណាដែលគាត់ order gig ទាំងអស់គ្នាឃើញនៅលើ platform ចាក់ស្ដែងហើយមាន email alert ប៉ុន្តែបើសិនជាអ្នកនរគ្នាអត់ច្បាស់មួយ email និយាយថាឃើញ email ហ្នឹងទាំងអស់គ្នាចូលមក platform មកចូលមក platform ហើយមើលកន្លែង dashboard យើងអ្នកនរគ្នានឹងឃើញមានដូចជា notification ឲ្យយើងឃើញថាមានគេ booking switch ទាំងអស់គ្នាហើយតាក់ទងទៅនឹងបញ្ហាប្រាក់អីក៏យើង secure ដែរបានន័យថាការងារបើសិនជាអ្នកនរគ្នាធ្វើហើយផ្ញើទៅកាន់ client គឺលុយហ្នឹង
យើង guarantee ថានឹងបានដោយសារតែយើងមានប្រព័ន្ធមួយដែលគ្រប់គ្រងលុយហ្នឹងនៅកណ្ដាលករណីផ្សេងទៀតដែលមានបញ្ហានៅលើ platform ក៏យើងដោះស្រាយហើយទាំងអស់គ្នាអាច open ticket chat ឬក៏ email ហើយបើសិនជាយើងធ្វើការជាក់ស្ដែងយើងអាច DM មកតាម Telegram ក៏បានដែរអញ្ចឹងវាមាន function ច្រើនដែលទាំងអស់គ្នាអាចនិយាយគ្នាមួយយើងហើយបើទាំងអស់គ្នាមានចម្ងល់អីអាចគួរទៅ research ឬក៏មកសួរយើងផ្ទាល់យើងអត់មានកំណាញ់អីទេហើយយើងឥឡូវហ្នឹងក៏យើងព្យាយាមspread អា trust ហ្នឹងដែរអារឿងជឿជាក់ហ្នឹងទៅកាន់កន្លែងផ្សេងៗដូចយើងបានជាប់នៅលើខ្មែរ Enterprise យើងជាប់នៅក្នុង short list របស់ RI ឬក៏ Reverse Innovation ហ្នឹងអញ្ចឹងយើងចង់បរិយាការយល់ដឹងផងហើយដូចវីដេអូនៅក្នុង YouTube ហ្នឹងអញ្ចឹងគឺខ្ញុំនិយាយពី platform យើងហើយរបៀបប្រើបងប្អូនអាចមើលឲ្យទៅសាកខ្លួនឯងឬក៏មើលឲ្យអាចឲ្យ feedback មកខ្ញុំគោលដៅយើងគឺយើង stay the same គឺយើងចង់ឲ្យ content creator និង brand ហ្នឹងគឺគាត់ងាយស្រួលធ្វើការជាមួយគ្នាមានប្រព័ន្ធមួយ secure payment មិនងាយមានការបោកប្រាស់ហើយទាំង SME ឬក៏អាជីវកម្មទូទៅគាត់អាចចូលមកដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់គាត់នៅក្នុងតម្លៃធូរថ្លៃជាមួយនឹង creator ក្នុងស្រុកហើយខ្ញុំគិតថាវាជា ecosystem មួយដែល support ទាំងអស់គ្នាទាំង creator គាត់អាចរកចំណូលបានបន្ថែមហើយទាំង brand ឬក៏ SME គាត់អាចស្វែងរក campaign មួយដែលធូរថ្លៃហើយអាចត្រូវ category គាត់ so អានេះយើងចង់ build មកហើយសង្ឃឹមថាទាំងអស់គ្នាយល់អញ្ចឹងអរគុណអ្នកដែល support នឹង creator ឬក៏ influencer ដែលយើងមានស្រាប់ហ្នឹងយើងនឹងមាន vision long term ហើយនឹង add technology ផ្សេងទៀតដែល support ពួកគាត់នឹងមាន benefit អីនៅថ្ងៃខាងមុខក៏យើងអាចនឹងធ្វើដែរអរគុណជួបគ្នានៅវីដេអូក្រោយ Bye bye